ចាថ្ងៃនឹងថ្ងៃចានថ្ងៃសម្រាប់ដើរសប្តាហ៍មែនប៉ុន្តែជាថ្ងៃសម្រាប់របស់ខ្ញុំទៀតហើយថ្ងៃនឹងចឹងថ្ងៃនឹងខ្ញុំធ្វើតាណាទៅជប៉ុនគេថាយឺកាងចឹងណាអ្នកទាំងអស់គ្នាខ្មែរដូចជាលក្ខណៈកន្លែងបែបថតប៉ាសពតកន្លែងអីចឹងខ្ញុំទៅយឺកាងហ្នឹងដើម្បីទៅតលិខិតស្នាក់នៅចឹងណាចាមួយឆ្នាំខ្ញុំត្រូវទៅម្ដងចឹងឥឡូវកំពុងធ្វើតាណាទៅចឹងទៅមើលសកម្មភាពដែលខ្ញុំទៅតាមផ្លូវចាថាទេសភាពនៅជប៉ុនគឺប្លែកបែបណាអញ្ចឹងចាំខ្ញុំបង្ហាញអ្នកទាំងអស់គ្នាក្នុងវីដេអូហ្នឹងចាឥឡូវកំពុងតែធ្វើដំណើរទៅអេគីឃើញខ្ញុំខ្លុំបែបនេះចឹងណាមិនមែនថាចង់សយចាដោយសារតែវាមេថ្ងៃមែនប៉ុន្តែគឺត្រជាក់ខ្លាំងមែនតើហ្មងនៅជប៉ុនទៅបីមេថ្ងៃប៉ុណ្ណេះក៏ដោយប៉ុន្តែគឺអាកាសធាតុវិញ10អង្សាហ្មងដក0 15អីចឹងហ្មងណាគឺត្រជាក់ហ្មងហើយបើចេញទៅអត់ពាក់បែបនេះដឹងតែកកហ្មងណាទោះបីជាមេឃបែបថ្ងៃក៏ដោយហ្វីតខ្ញុំចាសាបយើងមកដល់ចំណតរថភ្លើងហើយអញ្ចឹងខ្ញុំត្រូវមើលម៉ោងដើម្បីឡើងទៅឥឡូវគឺទៅម៉ោង 11:23 ចាវាយកាត់រថភ្លើងសិនថ្ងៃដើមសប្តាហ៍អញ្ចឹងហើយគឺម៉ោង 11គឺអត់សូវមានមនុស្សច្រើនទេអញ្ចឹងយើងទៅជិះរថភ្លើងទាំងអស់គ្នាចឹង2割の音です。次は石神井公園に停まります。ហើយឥឡូវគឺខ្ញុំមកដល់កន្លែងអេគិចចុះហើយអញ្ចឹងមុននឹងខ្ញុំទៅញីកាងគឺខ្ញុំត្រូវទៅក្រុមហ៊ុនសិននេះទេសភាពតាមផ្លូវអ្នកទាំងអស់គ្នាសាបអូយត្រជាក់ខ្លាំងមែនតើដឹងដកមកនេះគឺដឹងតែក្តៅដឹងតែត្រជាក់ខ្លាំងហ្មងឃើញបើថ្ងៃចឹងឯណាប៉ុន្តែគឺក្តៅគឺត្រជាក់សាហាវហ្មងអូយតំណងឯនេះទាំងអស់គ្នាប្រហែលស្គាល់ឯនេះគឺជាទូសម្រាប់ទិញភេសជ្ជៈនេះគឺជាកន្លែងសម្រាប់ថតរូបដែលយើងអាចថតខ្លួនឯងដាក់លុយដាក់កាក់អីចឹងណាអូយនេះនំផែនខេកនំខេកនំទៅគឺតំណងនៅជប៉ុនអត់ប្រហែលចង់ញ៉ាំអីគឺតាមផ្លូវអត់ចេះខ្លាំងហ្មងអាគារខ្ពស់អានេះតិចថាខាងលើនេះតិចថាច្រឡំស្ពានអីចឹងអត់ទេគឺផ្លូវលក្ខណៈផ្លូវអាកាសគេណាគឺបែបហ្នឹងហ្មងជប៉ុននិយាយទៅគឺកម្រោះស្តេះហាដោយសារតែលក្ខណៈថាមិនអីគេលក្ខណៈថាចេះខ្ញុំដូចជាពិបាកដែរណាដោយសារតែមិនសូវដឹងច្បាស់លក្ខណៈដូចថាគេមានកលឹះមួយដែលថាធ្វើទៅមើលទៅដូចអត់ឲ្យស្ទះហ្មងតាំងពីខ្ញុំមកជប៉ុនដូចជា7ឆ្នាំខ្ញុំសឹងតែកម្រឃើញជប៉ុនស្ទះសារាចរអីចឹងណាដោយសារគេមានច្បាប់ទម្លាប់គេរបស់គេគឺ stop លុះត្រាតែ stop កំហប់ឬខៀវចឹងគេត្រូវឈប់គឺឈប់ត្រូវទៅគឺទៅហ្មងអត់មានចេះលក្ខណៈថារហូតអីចឹងណាតែពេលចឹងគេធ្វើឲ្យប្រទេសគេអត់សូវ
តែចរាចរណ៍ហើយនឹងមានគ្រោះថ្នាក់ចរាចរណ៍ហើយកម្រឃើញមានហ្មងតាំងពីខ្ញុំមកជប៉ុនអូតិចខ្លាំងណាស់នេះឃើញបើកថ្ងៃអញ្ចឹងគឺតិចឡើងខ្លាំងហ្មងតែខ្ញុំឡើងស្ពឹកអស់ហើយនេះឥឡូវខ្ញុំបានមកដល់ក្រុមហ៊ុនហើយឥឡូវមកដល់ក្រុមហ៊ុនហើយចាពេលរកលីពីរំបីទៅជប់មេដោយសារមកទៅក្រុមហ៊ុនចឹងណាឥឡូវខ្ញុំបានមកដល់ក្រុមហ៊ុននេះគឺហុងចាំមេខ្ញុំក៏ប្រជុំហើយចឹងបានខ្ញុំយកឯកសារប៉ាសពតនិងឯកសារផ្សេងដើម្បីយកទៅញ៉ាំកាំឥឡូវក៏កំពុងប្រជុំស្ដីម្ដងទៀតឥឡូវខ្ញុំបានមកដល់អេគីទៅកន្លែងញីកាំងទៅកន្លែងស្ថានទូតគេចាទំនើបឯអ្នកទាំងអស់គ្នានឹងតាមអេគីគេហ្នឹងតាមផ្លូវប្រជាជនគេតាមផ្លូវអេគីគេផ្លូវគេធ្វើតាណាកន្លែងហ្នឹងធំហ្មងមកប្រទេសជប៉ុនគឺកន្លែងហ្នឹងគឺធំជាងគេនៅទីក្រុងគេនៅជាម្ដងស៊ីណាកាវ៉ាហួសតូក្យូប្រហែល4 5ចំណតគឺថ្ងៃនោះនេះអត់សូវមានមនុស្សទេថ្ងៃច័ន្ទបើសៅរ៍ទឹកគឺដឹងថាមនុស្សច្រើនហ្មងឡើយខ្ញុំកំពុងធ្វើដំណើរថ្មើរជើងដើម្បីដើរទៅរកឡានក្រុងជីទៅមកតង់ទៀតគឺច្រើនតង់ខ្លាំងមែនតើមានគ្រប់ជនជាតិនិយាយទៅមានសឹងតែគ្រប់ជនជាតិទាំងអស់ហ្មងណាទាំងអស់ហ្មងជនជាតិទាំងអស់គឺសម្បូរខ្លាំងមែនតើគឺគេមកប្រមូលផ្ដុំគ្នានៅផ្លូវច្រកហ្នឹងណាដោយសារកន្លែងហ្នឹងគឺកន្លែងស្នើសុំកាតដើម្បីតស្នាក់នៅជប៉ុនឬក៏ហៅឲ្យងាយស្រួលយល់ដើម្បីអាចចូលជនជាតិជប៉ុនអីចឹងណាអូយអាគេដាច់កតុយភ្នែកឥឡូវទៅជាឡានក្រុងសិនដូចច្រើនខ្លាំងមែនតើអត់ដឹងម៉ោងប៉ុន្មានហើយនេះគឺច្រើនរាប់រយមកវិញថ្ងៃតែខ្ញុំមកបានធ្វើសកម្មភាពពេលដែលខ្ញុំនៅក្នុងឯបងអូនទាំងគ្នាដោយសារតែថាមនុស្សច្រើនហើយគេហាមកាន់កាមេរ៉ាញ៉ៃញ៉ៃចឹងណាខ្ញុំបានតែបង្ហាញខាងក្រៅនេះកន្លែងស្តុកពេងស្តុកឡានអត់គង់ទៅដែរនេះកន្លែងនេះខ្ញុំចូលទៅមិញចាគឺវាមិនសូវជាទូចប្រហែលហើយក៏ធំប្រហែលដែរប៉ុន្តែគឺមកប្រទេសជប៉ុនគឺកន្លែងហ្នឹងគឺធំជាងគេហៅថាញើកាំងកន្លែងសម្រាប់ស្នើសុំការស្នាក់នៅចូលសញ្ជាតិជនជាតិជប៉ុនអីចឹងមានគ្រប់សាសគ្រប់ជាតិដែរមកកន្លែងហ្នឹងពីច្រើនគេធ្វើការតែពីថ្ងៃសៅរ៍ពីថ្ងៃច័ន្ទដល់ថ្ងៃនេះថ្ងៃសុក្រឯងដល់ទៅវិញហើយហងចាំឡានក្រុងច្រើនតែនតាំងពីម៉ោង11រហូតដល់ឥឡូវម៉ោង5លើយ2倍
នេះគឺទស្សនភាពនៅទីក្រុងតូក្យូពេលល្ងាចវេលាម៉ោង 4 កន្លះគឺស្អាតខ្លាំងមែនតើម៉ោង 6 7 ហត់ទៅស្អាតជាងនឹងទៀតនេះកន្លែងមើលកុនគេនេះផ្សារទំនើបនៅជាន់ក្រោមដីទៀតខាងតិចចឹងគឺហៀងអត់តន់សូវសវមនុស្សឯពេលមកប៉ុណ្ណឹងម៉ោង 6 អីបានសវមនុស្សនេះគឺតំបន់ពិសេសតំបន់ដែលសវមនុស្សខ្លាំងមែនតើសន្តាគារដែលល្បីនៅទីក្រុងតូក្យូហ្មង
lại nhầm cầm bông thua tầm nào từ tè về nâng cơ tì tật tập hiệp còn lại nhầm thơ cá tới hàng